ជំរាបសួរបងប្អូនសូមស្វាគមន៍មកកាន់ Facebook Page និង YouTube Channel ស្លឹកតើយនៅថ្ងៃនេះខ្ញុំសូមបង្ហាញជូនបងប្អូនអំពីរបៀបធ្វើទំពាំងក្រៀមបែបងាយចាគ្រឿងផ្សំគឺមានតែពីរមុខនឹងទេបងប្អូនដោយសារតែរដូវនេះជារដូវវស្សាហើយសម្បូរទំពាំងខ្ចីល្អចំណែកឯតម្លៃក៏ធូរថ្លៃដែរដូច្នេះបងប្អូនអាចកែច្នៃទំពាំងនឹងទៅជាទំពាំងក្រៀមទុកប្រើការនៅក្នុងផ្ទះបាយរបស់យើងទំពាំងក្រៀមនៅពេលដែលយើងធ្វើរួចរាល់ហើយស្ងួតបានល្អអាចរក្សាទុកបានយូរខែមិនងាយខូចនោះទេបងប្អូនជាដំបូងគឺខ្ញុំចាប់ផ្ដើមបកសម្បកទំពាំងចេញសិនដោយចិតសម្បកទំពាំងនោះពីលើចុះក្រោមមួយឆ្នូតការធ្វើបែបនេះគឺដើម្បីងាយស្រួលនៅក្នុងការបកសម្បកទំពាំងពូជទំពាំងដែលដុះនៅក្នុងស្រុកខ្មែរយើងគឺមានច្រើនប្រភេទដែរចាមានទំពាំងឫស្សីចិនឫស្សីស្រុកឬក៏ទំពាំងឫស្សីព្រិចចាការបោះសម្បកគឺធ្វើដូចnhưខ្ញុំបង្ហាញជូនបងប្អូនឬក៏បងប្អូនមានវិធីណាដែលបងប្អូនយល់ថាស្រួលជាងវិធីដែលនេះខ្ញុំបង្ហាញជូនបងប្អូនអាចអនុវត្តទៅតាមវិធីរបស់បងប្អូនចុះទំពាំងដែលចិតសម្បករួចហើយគឺយើងត្រូវតែចិតយកផ្នែករឹងឬក៏ផ្នែកដែលចាស់នឹងចោលដើម្បីឲ្យដឹងថាទំពាំងរបស់យើងរឹងឬក៏ចាស់នៅត្រឹមផ្នែកណាបងប្អូនអាចយកក្រចករបស់យើងនឹងទៅចុចនៅលើទំពាំងចាបើសិនជាចុចទៅវានៅតែរឹងទេបងប្អូនត្រូវតែបន្តចិតផ្នែកដែលរឹងនោះចោលបន្តទៅទៀតនៅក្នុងការចិតផ្នែករឹងរបស់ទំពាំងចេញសូមបងប្អូនកុំស្ដាយអីបើសិនជាបងប្អូនចុចទៅនៅតែរៀងរឹងតិចឲ្យបងប្អូនយល់ថាស្ដាយចាកុំស្ដាយអីយើងត្រូវតែចិតចោលឲ្យអស់ចាបើសិនជាបងប្អូនចិត្តមិនអោយអស់អាផ្នែករឹងនឹងទេនៅពេលដែលទំពាំងរបស់យើងក្រៀមហើយយកច្នៃធ្វើជាម្ហូបអាហារគឺថាស្វិតមែនតើបងប្អូនញ៉ាំអត់ដាច់នោះទេចាទំពាំងក្រោយវាបានសម្អាតស្អាតហើយចិត្តយកសម្បកនិងយកផ្នែកដែលរឹងចោលរួចហើយគឺយើងកាត់វាជាដុំតូចនៅក្នុងការកាត់ជាដុំតូចនេះបងប្អូនអាចកាត់ធំឬក៏តូចឬក៏ស្ដើងទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនចាចំណែកនេះខ្ញុំគឺកាត់ដុំតូចល្មមដូចnhưខ្ញុំបង្ហាញជូនបងប្អូននៅក្នុងវីដេអូដូចនោះដែរដូច្នេះបើសិនជាបងប្អូនចង់បានទំពាំងក្រៀមដែលរាងស្ដើងបងប្អូនអាចចិតទំពាំងស្រស់ហ្នឹងជាដុំតូចស្ដើងចានៅពេលដែលក្រៀមស្ងួតទៅគឺថាទំពាំងរបស់យើងគឺស្ដើងមែនតែនដោយដុំទំពាំងដែលខ្ញុំចិតនៅពេលនេះទំពាំងដែលស្ងួតទៅគឺថាក្រៀមស្វិតតូចមែនតែនទំពាំងដែលកាត់ជាដុំតូចរួចហើយគឺនេះខ្ញុំលើកយកទៅលាងជម្រះនឹងទឹកឲ្យវាស្អាតចាពីព្រោះនៅពេលដែលបកសម្បកទំពាំងរួចហើយគឺនេះខ្ញុំមិនទាន់បានលាងជម្រះទំពាំងនៅឡើយនោះទេការធ្វើទំពាំងក្រៀមរបស់នេះខ្ញុំនៅពេលនេះគឺនេះខ្ញុំប្រើទំពាំងស្រស់ចំនួន10គីឡូក្រាមនៅពេលដែលស្ងួតរួចទៅគឺថាទំពាំងក្រៀមរបស់នេះខ្ញុំនោះគឺបានតែ4ខាំតែប៉ុណ្ណោះចាមិនបានកន្លះគីឡូផងទំពាំងដែលកាត់រួចហើយគឺនេះខ្ញុំលាងជម្រះនឹងទឹកស្អាតនោះតែមួយទឹកនោះទេចារួចហើយលើកសម្រស់ដាក់នៅក្នុងកញ្ច្រែងឲ្យវាស្រស់អស់ទឹកជាមុនសិនចាការធ្វើទំពាំងក្រៀមដោយខ្លួនឯងនេះគឺវិធីធ្វើងាយស្រួលមែនតើបងប្អូនទំពាំងដែលលាងស្អាតរួចហើយគឺសម្រស់ឲ្យវាស្រស់អស់ទឹកបន្ទាប់មកគឺនេះខ្ញុំដាំទឹកចំនួន1ឆ្នាំងបង់អំបិលចំនួន1វែកកូរឲ្យរលាយទើបដាក់ទំពាំងដែលបានលាងសម្អាតអំបាញ់មិញហ្នឹងដាក់ស្ងោរពេលដែលដាក់ទំពាំងស្ងោរគឺនេះខ្ញុំបិទគម្របឆ្នាំងដើម្បីឲ្យទឹកនេះឆាប់ពុះរួចហើយបន្តស្ងោររងាស់ប្រហែលជា15នាទីបន្តទៅទៀតដើម្បីឲ្យសាច់ទំពាំងនោះវាឆ្អិនបានល្អក្រោយពីដាក់ស្ងោរទំពាំងពុះហើយគឺយើងត្រូវតែឧស្សាហ៍ត្រឡប់ទំពាំងឡើងចុះដើម្បីឲ្យវាឆ្អិនបានសព្វល្អចាបងប្អូនទំពាំងក្រៀមដែលយើងធ្វើដោយខ្លួនឯងនៅពេលដែលស្ងោរហើយយើងយកទៅសម្ងួតឲ្យស្ងួតនោះគឺថាទំពាំងរបស់យើងប្រែពណ៌ឡើងពណ៌លឿងល្អមែនតើចាជាពណ៌ធម្មជាតិរបស់ទំពាំងដោយយើងមិនបានដាក់បន្ថែមលក្ខឬក៏សារធាតុអ្វីនោះទេចាការធ្វើទំពាំងក្រៀមដើម្បីទុកប្រើនៅក្នុងផ្ទះបាយដោយខ្លួនឯងនេះគឺពិតជាមានសុវត្ថិភាពល្អមែនតើមិនបារម្ភពីការប្រើប្រាស់សារធាតុគីមីឬក៏សារធាតុអ្វីផ្សេងនោះទេទំពាំងដែលបានស្ងោររួចហើយគឺនេះខ្ញុំលើកយកមកតម្រៀបនៅក្នុងកញ្ច្រែងដើម្បីយកទៅដាក់ហាលដោយសារតែរដូវនេះជារដូវវស្សាដូច្នេះគឺនេះខ្ញុំលើកទំពាំងដាក់សម្ងួតនៅក្នុងម៉ាស៊ីនសម្ងួតឬក៏បងប្អូនអាចលើកយកទៅហាលថ្ងៃក៏បានដែរចាគ្រាន់តែថានៅរដូវនេះជារដូវវស្សាដូច្នេះការហាលទំពាំងឬក៏ធ្វើរបស់ដែលក្រៀមនោះរៀងពិបាកបន្តិច
ចាទំពាំងនេះគឺនេះខ្ញុំដាក់សម្ងួតនៅក្នុងម៉ាស៊ីនសម្ងួតរយៈពេល8ម៉ោងដោយប្រើកម្ដៅ45អង្សាសេចាគឺនេះខ្ញុំដាក់សម្ងួតពីប្រលប់ហើយនៅពេលដែលប្រលឹមឡើងគឺទំពាំងស្ងួតល្អមែនតើចាគឺនេះខ្ញុំប្រើរយៈពេលតែ8ម៉ោងឬក៏មួយយប់តែប៉ុណ្ណោះចានៅស្រុកខ្មែររបស់យើងនៅរដូវនេះគឺសម្បូរទំពាំងខ្ចីៗស្រស់ៗល្អមែនតើបងប្អូនទិញឲ្យបានច្រើនមកយកមកធ្វើទំពាំងក្រៀមឲ្យបានច្រើនរក្សាទុកបានយូរមិនងាយខូចនោះទេចានេះបងប្អូនទំពាំងដែលនេះខ្ញុំដាក់សម្ងួតរយៈពេល8ម៉ោងឬក៏មួយយប់កន្លងមកហើយនៅពេលដែលព្រឹកឡើងនេះខ្ញុំបើកម៉ាស៊ីនសម្ងួតមកឃើញថាទំពាំងស្ងួតហើយស្វិតល្អមែនតើចាការធ្វើទំពាំងក្រៀមដោយខ្លួនឯងគឺមានភាពងាយស្រួលបែបហ្នឹងហើយយើងអាចយកទំពាំងក្រៀមរបស់យើងទៅកែច្នៃធ្វើជាម្ហូបអាហារដែលយើងពេញចិត្តជាពិសេសគឺថាខជើងជ្រូកនឹងតែម្ដងគឺថាឆ្ងាញ់ពិសេសលេខ1ចាតែប៉ុណ្ណឹងគឺយើងអាចប្រមូលផលទំពាំងក្រៀមរបស់យើងបានហើយច្រកថងរក្សាទុកទៅគឺថាបានយូរខែមិនងាយខូចនោះទេចាចំណែកឯពណ៌ទំពាំងគឺពណ៌លឿងល្អមែនតើចាគឺនេះខ្ញុំមិនបានបន្ថែមលក្ខឬក៏ពណ៌អ្វីទាំងអស់គឺជាពណ៌ធម្មជាតិរបស់ទំពាំងផ្ទាល់តែម្ដងនេះបងប្អូនមើលសភាពទំពាំងក្រៀមរបស់នេះខ្ញុំនៅពេលដែលក្រៀមទៅគឺវាមានសភាពបែបនេះគឺពណ៌វាស្រស់ស្អាតចំណែកឯចំណិតទំពាំងគឺស្វិតតូចមែនតើបងប្អូនបានឃើញពីដើមហើយនៅពេលដែលនេះខ្ញុំចិតទំពាំងគឺនេះខ្ញុំចិតដុំរាងធំដែរនៅពេលដែលយើងសម្ងួតគឺវាស្វិតស្ដើងតូចតែប៉ុណ្ណឹងនេះខ្ញុំរក្សាទំពាំងក្រៀមនេះទុកនៅក្នុងថង់កាប់មាត់ឬក៏ថង់ដែលរួតមាត់ដូចនេះចាបងប្អូនប្រើថង់នោះគឺយើងអាចរក្សាទុកអីវ៉ាន់របស់យើងទុកបានរៀងយូរជាងថង់ធម្មតាពេលដែលច្រកទំពាំងពេញហើយគឺនេះខ្ញុំសង្កត់យកខ្យល់ចេញឲ្យអស់ទៅបានកាប់មាត់ថង់ទំពាំងក្រៀមនេះគឺខ្ញុំយកទៅរក្សាទុកនៅក្នុងទូទឹកកកឬក៏បងប្អូនអាចរក្សាទុកនៅផ្ទះបាយយើងនៅសីតុណ្ហភាពធម្មតាក៏បានដែរចាគ្រាន់តែការរក្សាទុកទំពាំងនៅក្នុងទូទឹកកកហ្នឹងគឺវាធ្វើឲ្យទំពាំងរបស់យើងនោះនៅពណ៌ស្រស់ល្អវាមិនប្រែពណ៌ទៅជាក្រមៅនៅពេលដែលយើងទុកយូរដល់ទីបញ្ចប់ហើយវីដេអូនៃការធ្វើទំពាំងក្រៀមរបស់នេះខ្ញុំដែលយកមកបង្ហាញជូនបងប្អូននៅពេលនេះដើម្បីជាកម្លាំងចិត្តសូមបងប្អូនកុំភ្លេចជួយចុច like share follow នៅក្នុង Facebook page និងនៅក្នុង YouTube channel សូមបងប្អូនកុំភ្លេចជួយចុច subscribe និងចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗពី channel និង page របស់អ្នកខ្ញុំសម្រាប់ពេលនេះគឺអ្នកខ្ញុំសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូថ្មីៗក្រោយៗជាបន្តទៀត